ចាបងប្អូនធ្លាប់តែឃើញអាហារថ្មីចាដូចជានាងខ្ញុំធ្វើថ្មីអញ្ចឹងណាចាតាមពិតគឺនាងខ្ញុំធ្វើច្រើនហើយខ្ញុំបង្កក់ទុកចាអាហារដែលខ្ញុំបានបង្កក់ឲ្យកូននាងខ្ញុំញ៉ាំហ្នឹងគឺខ្ញុំឲ្យគាត់ញ៉ាំត្រឹមតែរយៈពេល1អាទិត្យទេចាលើស1អាទិត្យគឺនៅសល់ប្រហែលគឺបោះចោលទាំងអស់ចាតែយើងប៉ាន់ស្មានទៅអាហារដែលកូនយើងញ៉ាំណាបងប្អូនចាឥឡូវយើងមកកម្ដៅស្ប៉ាហ្គេទីរបស់យើងសិនចាយើងដាក់ចូលទៅក្នុង microwave ចារយៈពេលចា1នាទី30វិនាទីចា600វ៉ាត់ចាពេលវាឆ្អិនហើយគឺវាមានសភាពបែបហ្នឹងចាយើងទុកវាមួយឡែកសិនទៅចាបើសិនបើវាគោកអាចថែមទឹកបន្តិចបានចាឥឡូវយើងមកចារំលាយសូសស្ប៉ាហ្គេទីរបស់យើងចាយើងដាក់ចូលទៅក្នុង microwave ចា600វ៉ាត់រយៈពេល1នាទីកន្លះដូចគ្នាចាបន្ទាប់មកគឺចាស៊ីវម៉ៃរបស់យើងចាដាក់ចូលទៅក្នុង microwave ចា600វ៉ាត់រយៈពេល1នាទី40វិនាទីចាអានឹងយើងដាក់ទៅតាមបរិមាណសាច់ឬក៏បន្លែដែលយើងដាក់បង្កចាបើសិនមកទំហំច្រើនយើងដាក់ឲ្យវាច្រើននាទីទៅបងប្អូនប៉ុន្តែបើសិនវាអត់ទាន់ពុះទេបងប្អូនអាចទៅឡើងម្ដង10វិនាទីចាហើយបន្ទាប់មកយើងយកវាមកដាក់ពីលើគ្នាមកដូចជាស្ប៉ាហ្គេទីអញ្ចឹងបងប្អូនចាតែប៉ុណ្្នឹងទេហើយចំណែកប្រូកូលីវិញគឺខ្ញុំប្រើ2ដុំហ្នឹងដាក់ចូលទៅក្នុង microwave ចា600វ៉ាត់1នាទី20វិនាទីចានិយាយទៅបងប្អូនអាចដាក់តាមទំហំបន្លែដែលយើងបានបង្កបងប្អូនចាហើយចំណែកប្រូកូលីវិញគឺយើងធ្វើបែបហ្នឹងបងប្អូនចាយើងយកវាមកលាងជាមួយនឹងទឹកត្រជាក់សិនចាហើយយើងយកវាទៅកាត់ជាដុំតូចសម្រាប់ឲ្យអូនកាន់ញ៉ាំឬក៏អាចចាញ់ច្រាំឲ្យទុយល្អិតលាយជាមួយនឹងសូសស្ប៉ាហ្គេទីជាមួយនឹងបន្លែផ្សេងចាបបរអីចឹងណាបងប្អូនចាហ្នឹងគឺរបៀបបង្កប្រូកូលីចាអរគុណច្រើនយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ